Hi សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ vlog ដំណើរកំសាន្តរបស់ខ្ញុំទៅកាន់ប្រទេសកូរ៉េហើយនេះគឺជាវីដេអូទី3ដែលខ្ញុំបានថតនិងនិយាយរៀបរាប់អំពីដំណើរកំសាន្តមួយនេះចំពោះវីដេអូនៅថ្ងៃនេះខ្ញុំនឹងធ្វើដំណើរទៅកាន់ភូមិមួយដែលមានឈ្មោះថា Incheonghanu ហើយពេលដែលខ្ញុំមកនេះគឺត្រជាក់មែនតើអ្នកនរគ្នាប៉ុន្តែអត់ទាន់ធ្លាក់ព្រិលទេខ្ញុំស្ដាយមែនតើខ្ញុំទៅហ្នឹងគឺថ្ងៃស្អែកបានធ្លាក់ព្រិលអញ្ចឹងខ្ញុំចង់គេងដើម្បីមើលព្រិលពេលដែលធ្លាក់ព្រិលគឺស្អាតខ្លាំងនៅទីនេះព្រោះពេលដែលព្រិលធ្លាក់មកពេញដបូលផ្ទះរបស់គេហ្នឹងគឺសុទ្ធតែពណ៌សហើយយើងថតរូបទៅគឺស្អាតមែនតើអ្នកនរគ្នានៅនេះត្រជាក់ខ្លាំងជាងនៅក្នុងទីក្រុងសេអ៊ូលនៅនេះវាជាភ្នំហើយអញ្ចឹងអាកាសធាតុគឺដករហូតដល់8ហើយថ្ងៃស្អែកដោយសារខ្ញុំមានកម្រងចង់គេងនៅហ្នឹងគេព្រោះថាថ្ងៃស្អែកគឺធ្លាក់ព្រិលឈានដល់10ហើយនៅពេលដែលធ្លាក់ព្រិលនេះនៅកន្លែងដំបូលនេះគឺសទាំងអស់អញ្ចឹងបើសិនជាយើងថតរូបគឺស្អាតមែនតើកន្លែងនេះស្នាក់នៅគេអត់មានខែអីបែបដូចស្រីទេគឺបែបបុរាណគេក្រាដេកដូចក្នុងរឿងណាយើងមើល Night to go Hanbok Siso ទាំងអស់គ្នានៅកន្លែងនេះគេហៅថាផ្ទះបុរាណរបស់ប្រទេសកូរ៉េគឺធ្វើឡើងនៅឆ្នាំ2014ទុំតែធ្វើទេមិនមែនសល់ពីបុរាណទេគឺរាជរដ្ឋាភិបាលគេធ្វើឡើងដើម្បីបញ្ជាក់ពីវប្បធម៌ផ្ទះបុរាណរបស់គេអូខេអ្នកទាំងអស់គ្នាបន្ទាប់ពីដើរលេងហើយខ្ញុំក៏ចាប់ផ្ដើមទៅហូបអីញ៉ាំនៅចិត្តនឹងដោយសារនៅក្នុងភូមិនេះគឺអត់មានហាងសម្រាប់ញ៉ាំអីទេមកហៅកន្លែងញ៉ាំអីប៉ុន្តែឥឡូវយើងត្រូវដើរចេញពីភូមិនឹងសិនហើយនេះកន្លែងគេញ៉ាំអីចឹងឥឡូវនេះគឺខ្ញុំបានដើរមកដល់កន្លែងញ៉ាំអីហើយខ្ញុំសម្រាប់ចិត្តឋានឡើងទៅលើដោយសារតែអត់មានជាន់ក្រោមទេអ្នកនរគ្នាពីច្រើនអាហារដ្ឋានគេនៅជាន់លើ Okay. Yeah. Do you want? Yeah, one. Okay. Okay. Yeah, thank you. នេះគឺម្ហូបខ្ញុំតាមមកឆ្ងាយដែរដើម្បីរកម្ហូបកូរ៉េចង់ហូបម្ហូបកូរ៉េហើយនេះគឺជាទស្សនភាពអូ wow so cool អូខេអ្នកទាំងអស់គ្នាឥឡូវនេះម្ហូបរបស់យើងកំងគឺចេញមកហើយច្រើនមកមែនតើហើយនេះគឺជាមីតាជារបស់ខ្ញុំកំងសម្រាប់ញ៉ាំម្នាក់ឯងហើយមើលទេសភាពទៅជើងភ្នំមើលដើមឈើដើមអីចឹងអ្នកទាំងអស់គ្នាហើយខ្ញុំពេញចិត្តទេសភាពមួយហ្នឹងតែមីញ៉ាំអត់អស់ទេដោយសារតែអូអ្នកទាំងអស់គ្នាវាត្រជាក់ពេកហើយទៅញ៉ាំមីត្រជាក់ទៀតគឺអត់ត្រូវបណ្ដោយអញ្ចឹងខ្ញុំមកញ៉ាំម្ហូបអីផ្សេងវិញហើយរសជាតិគឺឲ្យ10លើ10តែម្ដងជាងកុំឲ្យខានពេលយូរគឺដាក់មួយម៉ាត់ដើម្បីបង្ហើយឲ្យអស់តែម្ដងទៅហើយខ្ញុំក៏សម្រាប់ចិត្តដើមមកហៅអូតែទៀតតែរត់បានទេអ្នកនរគ្នាបន្ទប់គេ full ហើយដោយសារបន្ទប់នៅក្នុងហ្នឹងតិចមែនតើអញ្ចឹងក៏សម្រាប់ទៅក្រុងវិញអញ្ចឹងវីដេអូនេះចប់តែហ្នឹងអូខេបាយបាយអ្នកនរគ្នា